ឥឡូវនេះបងប្អូនអរគ្នាយើងចាប់ដើមលេជីធម្មជាតិហើយជីធម្មជាតិយើងអត់មានអីវែងឆ្ងាយច្រើនទេបងប្អូនអរគ្នានេះកាមយើងដុតចូលទុកចោលជុកស្ទងចង់10ថ្ងៃហើយចូលចង់10ថ្ងៃហើយហើយកាមយើងដុតបានស្អាតល្អមែនតើមើលសាច់កាមបងប្អូនអរគ្នាយើងដុតបានស្អាតល្អមែនតើសាច់កាមហើយការលេជីធម្មជាតិរបស់យើងមានទាំងកាមដុតហើយនឹងដីហើយមួយទៀតគឺលីមូកូមួយទៀតលីមូកូឥឡូវយើងចាប់ដើមលាយច្បល់វាចូលគ្នាហើយការយើងលាយហ្នឹងបងប្អូនអរគ្នាបើវាស្ងួតពេកគឺយើងត្រូវបាញ់ទឹកប្រោះវាដើម្បីវាចាប់មួយគ្នាហើយយើងទុកវាផ្អាប់ចោលចូល4អាទិត្យទៅ3អាទិត្យហើយបន្ទាប់ពីយើងបានលាយវាច្បល់ចូលគ្នាបងប្អូនអរគ្នាច្បល់ចូលគ្នាហើយយើងប្រោះទឹកវាដើម្បីឲ្យបានថាឲ្យដីជាមួយនឹងមុខគោហើយនឹងកាមជីកាមដែលយើងបានដុតហ្នឹងឲ្យវាបានថាឲ្យវាចាប់គ្នាដើម្បីវាមានសំណើមអញ្ចឹងណាបងប្អូនអរគ្នាបើស្ងួតពេកវាអត់ចាប់គ្នាទេវាអត់ចាប់គ្នាហើយយើងប្រោះទឹកចេះហើយយើងឆាយបន្តទៀតយើងលាយវាបន្តទៀតហើយហ្នឹងខ្ញុំលាយបានបានថា2-3ច្បល់ចូលគ្នាអីអញ្ចឹងពេលយើងប្រោះទឹកទៅបងប្អូនអរគ្នាឃើញទេពេញដីវានៅតែវានៅបានថាវាអត់ទាន់ចាប់គ្នាទេអញ្ចឹងយើងប្រោះទឹកដើម្បីវាមានជាតិសំណើមវាចាប់ចូលគ្នាបន្ទាប់ពីយើងលាយចប់ហើយបងប្អូនអរគ្នាយើងលាយដៃម្ដងហើយយើងលាយដៃហ្នឹងគឺយើងច្បាច់វាព្រោះចប់យើងបានថាយើងអត់លាយវាចូលគ្នាសពបាន 100% ទេបងប្អូននេះហើយយើងលាយចប់អីហ្នឹងគឺយើងលាយបដាយើងប្រោះទឹកបដាដើម្បីឲ្យវាបានថាឲ្យវាសពចូលគ្នាបានល្អហើយយើងមកច្បល់ដៃម្ដងទៀតគឺវាសពចូលគ្នាកាន់តែល្អយ៉ាងទៀតបងប្អូននេះឥឡូវនេះយើងលាយវាសពហើយគឺវាសពបានល្អហើយបងប្អូននេះមកទៅជាតិសំណើមវាគឺបានថាយើងអាចទទួលយកបានហើយហើយយើងប្រអាប់វាទៀតប្រអាប់វាចូលក្នុង4សប្តាហ៍ទើបយើងយកមកប្រើប្រាស់បានបើសិនជាយើងចង់យក2សប្តាហ៍ក៏បានដែរតើថាវាមិនសូវកាច់មេបានល្អអញ្ចឹងណាអញ្ចឹងការលេជីធម្មជាតិរបស់យើងបងប្អូនអរគ្នាគឺត្រូវបានហើយបានរួចរាល់ជាស្ថាពរហើយយើងលេបាន3ក្រុងបងប្អូនអរគ្នាបាន3ក្រុងយើងរងចាំតែថ្ងៃយើងយកទៅប្រើប្រាស់ទេបងប្អូនជីធម្មជាតិលេរបស់ធម្មជាតិពិត 100% តែម្ដង